ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាកាលពីម្សិលមិញខ្ញុំបានផុសតាក់ទងជាមួយនឹងចាប្រភេទតម្រងដៃដែលជាសិទ្ធិចាប៉ុន្តែចាក៏មានបងប្អូនក៏ចង់ដឹងច្រើនណាចាចង់ដឹងច្រើនដែលដោយសារខ្ញុំមិនបានរៀបរាប់ជាសម្លេងប្រាប់ចាណាចាជាភ្លេងចឹងទៅចាឥឡូវសារនេះខ្ញុំមករៀបរាប់សម្លេងចាប្រាប់ដើម្បីឲ្យបងប្អូនបានយល់អំពីតម្រងដៃបែបម៉េចគេហៅថាតម្រងដៃសិទ្ធិណាចាទីមួយយើងមើលលើខ្សែជីវិតរបស់គាត់ណាចានេះខ្សែជីវិតរបស់គាត់ណាចាដៃឆ្វេងរបស់គាត់នេះចាខ្សែជីវិតរបស់គាត់មានខ្សែបាញ់ឡើងបែបនេះណាចាខ្សែបាញ់ឡើងបែបនេះច្រើនណាចាហើយក៏មានខ្សែលាបសំណាងបាញ់ចាចេញមកក្រៅបែបនេះចាដៃខាងស្ដាំក៏ដូចគ្នាមានខ្សែបាញ់ចាឡើងនៅលើខ្សែជីវិតចាក៏មានខ្សែលាបសំណាងចាបាញ់ចាចុះមកត្រង់ទួលច័ន្ទដូចគ្នាណាចាគ្រាន់តែថាបរិវេណនៅត្រង់កន្លែងជើងគុំវងហ្នឹងចាខ្សែជីវិតរបស់គាត់រៀងខ្សោយបន្តិចខ្សែជីវិតខ្សោយបែបហ្នឹងអាចគាត់មានបញ្ហាសុខភាពចាណាចាប៉ុន្តែអត់អីទេចាខ្សែលាបរបស់គាត់នៅតែមានណាអញ្ចឹងអ្នកដែលមានខ្សែជីវិតដែលមានខ្សែបាញ់ឡើងច្រើនអញ្ចឹងគេហៅថាឱកាសក្នុងការរកស៊ីរបស់គាត់កកវិនិយោគរកស៊ីអីគឺចំណេញបានលឿនណាគេហៅថាខ្សែចាបុនឲ្យផលចាណាចាហើយយើងមើលចាគាត់មានចាត្រីកោណកណ្ដាលបាត់ដៃទៀតណាខ្សែអាជីវកម្មរបស់គាត់ចូលជាមួយនឹងខ្សែភូក្បាលចាចេញជាត្រីកោណកណ្ដាលបាត់ដៃចាណាគេហៅថងលុយរបស់គាត់នេះមានទាំងសងខាងគាត់ទេដៃខាងឆ្វេងរបស់គាត់មានទាំងថងលុយភ្លុះទៀតផងណាចាថងលុយភ្លុះនេះកើតចេញអំពីខ្សែវាសនាពីរត្រួតគ្នាណាចាហើយថងលុយរបស់គាត់មានទាំងខ្សែព្រះអាទិត្យមកកាត់បែបនេះទៀតណាចាកាត់ចេញជាត្រីកោណមកតង់បែបនេះទៅទៀតចាមានខ្សែព្រះអាទិត្យចាទី2ឡើងមកចាបែកចេញជាត្រីសូជា3ទៅទៀតណាចាអញ្ចឹងអ្នកដែលមានខ្សែព្រះអាទិត្យស្អាតបែបនេះចាមានខ្សែព្រះអាទិត្យចេញចាកាត់ជាមួយនឹងថងលុយផងចាចេញជាចាខ្សែព្រះអាទិត្យដែលមានខ្សែចាចេញជាត្រីសូចេះផងគឺល្អខ្លាំងអ្នកដែលមានគេហៅថាបើធ្វើការបានតំណែងធំណាបានតំណែងធំណាចាបើសិនជាអ្នករកស៊ីវិញគឺល្បីល្បាញគេឈ្មោះណាមុខរបររបស់គាត់នេះគឺរីកចម្រើនខ្លាំងតែម្ដងណាចាយើងមើលគាត់មានថែមទាំងខ្សែជោគជ័យរបស់គាត់នេះស្អាតណាខ្សែជោគជ័យរបស់គាត់ចេញពីខ្សែជីវិតចាបុកទៅរកចាចង្អុលដៃតែម្ដងណាអ្នកដែលមានខ្សែជោគជ័យស្អាតបែបហ្នឹងគាត់ធ្វើអីមិនងាយនឹងចាបរាជ័យទេណាចាធ្វើអីគឺរហ័សនឹងបានជោគជ័យនឹងតែម្ដងណាចាហើយមួយទៀតដែលសំខាន់បំផុតចាគឺខ្សែវាសនារបស់គាត់ចាខ្សែវាសនារបស់គាត់ទិសដៅចេញអំពីចាទួលច័ន្ទហើយឡើងផុតទៅដល់ទួលសៅតែម្ដងណាហើយចម្រោកខ្សែគឺល្អខ្លាំងមែនទែនអញ្ចឹងអ្នកដែលមានខ្សែវាសនាបែបនេះណាចាគឺគេហៅថាបើគាត់រកស៊ីគឺមិនងាយខាតបង់ទេងាយនឹងចាបានចំណេញលុយកាក់ធំចាហើយក៏តែងតែមានឱកាសល្អមករកគាត់ផងដែរយើងមើលណាពលឺដៃរបស់គាត់ណាចាយើងមើលពលឺដៃរបស់គាត់សັບនេះពលឺដៃរបស់គាត់ទាំងអស់គឺមានពលឺល្អណាដៃគាត់ណាចាមានពលឺល្អចរន្តឈាមរត់ល្អទៀតផងណាចាអញ្ចឹងគឺល្អណាស់ចាដៃបែបនេះហើយគេហៅថាអនាគតជាសេដ្ឋីទោះបីពីក្មេងមិនទាន់មានអីប៉ុន្តែនៅវ័យចាស់គឺនឹងល្អប្រសើរមិនខ្វះទ្រព្យមិនខ្វះរឿងលុយកាក់នោះទេណាចាគឺល្អមែនទែនដៃនេះណាចាអញ្ចឹងបងប្អូនដែលចង់មើលប្រភេទដៃសេដ្ឋីដែលធ្លាប់សួរខ្ញុំណាចាអញ្ចឹងចូលមើលវីដេអូនេះណាចាហើយមានកម្រិតដៃមួយកម្រិតទៀតគេហៅថាដៃមហាសេដ្ឋីដៃនេះគឺកម្រិតចាសេដ្ឋីមានប្រភេទដៃកម្រិតមហាសេដ្ឋីទៀតប៉ុន្តែចាខ្ញុំមិនទាន់មានដៃដែលអាចបង្ហាញវីដេអូឲ្យគាត់បានទេចាបច្ចុប្បន្នគឺមានតែកម្រិតដៃអ្នកមាននិងកម្រិតដៃសេដ្ឋីទេចាដៃមកមើលណាកម្រិតមហាសេដ្ឋីគឺមិនទាន់រកឃើញទេគាត់ថាយើងអាចគូសវាសបានទៅលើដៃដែលមានចឹងណាចាប៉ុន្តែថាខ្ញុំមិនចង់បង្ហាញចឹងទេអាហ្នឹងគឺគេហៅថាដំណាក់កាលទី1ក្នុងការបង្ហាញទេខ្ញុំធ្លាប់បានបង្ហាញហើយរឿងដៃមកគូសនឹងប៉ុន្តែខ្ញុំចង់បង្ហាញដៃដែលមានស្រាប់តែម្ដងមកឲ្យមើលណាចាបើសិនជាមានខ្ញុំនឹងបង្ហាញជូនណាអរគុណចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះខ្ញុំបង្ហាញពីការមើលបាតដៃទៀតហើយតោះឥឡូវយើងមើលលើខ្សែជីវិតរបស់គាត់មុនគេណាចាតម្រងនៃខ្សែជីវិតរបស់គាត់នេះគឺមិនស្អាតទេចាគឺមានចាអុចខ្មៅច្រើនចាមានខ្សែមកកាត់ចាថែមទាំងមានចាខ្សែចាធ្លាក់ចុះទៀតផងណាចាខ្សែកាត់ធ្លាក់ចុះបែបនេះណាចាគឺមិនល្អទេគេហៅថាខ្សែដែលចាត្រូវសងកម្មចាស់ហ្នឹងចាគឺត្រូវជួបរឿងហេតុដែលមានចា4យ៉ាងដែលខ្ញុំធ្លាប់បានបង្ហាញច្រើនវីដេអូមកហើយគឺតាក់ទងជាមួយទៅនឹងចាការខាត់បងរឿងលុយកាក់ខាតគឺការធំចាតាក់ទងជាមួយនឹងការឈឺជាទម្ងន់ចាតាក់ទងជាមួយនឹងបែកបាក់គ្រួសារមនុស្សជាទីស្រឡាញ់ចិត្តស្និទ្ធឬក៏បន្ថែមទៅទៀតការផ្លាស់ប្ដូរទីលំនៅឬមុខរបរការងារផងដែរណាចាបន្តពីខ្សែជីវិតរបស់គាត់ជួបបញ្ហាបែបហ្នឹងចាគាត់ឃើញចាមានខ្សែលាបចេញមកក្រៅបែបនេះណាចានេះសិតតែខ្សែលាបរបស់គាត់ចាខ្សែដែលចាកាត់ចុះចាមកចាទូច័ន្ទចាណាចាហើយមើលចាដៃរបស់គាត់ចាមានកន្លែងល្អច្រើនណាចាដូចជាខ្សែអាជីវកម្មរបស់គាត់ឃើញទេចាពីវ័យក្មេងគាត់ជួបឧបសគ្គអាជីវកម្មរបស់គាត់មិនរីកចម្រើនប៉ុន្តែចាប់ពីខ្សែជើងអាជីវកម្មរបស់គាត់គឺរលូនខ្លាំងមែនទែនចាថែមទាំងគាត់មានចានៅត្រង់នេះគេហៅថាចាទួលពុតចាដែលមានខ្សែបញ្ឈរគេហៅខ្សែលាបចាអ្នកដែលមានលាបខាងថ្វីមាត់បកែនិយាយបកែចរចាតំណែងតំណងនិយាយទៅអ្នកធំអ្នកទូចគេចូលចិត្តអ្នកស្រឡាញ់ហើយអ្នកដែលមានខ្សែលាបលើទួលពុតបែបនេះចាជាមនុស្សដែលចាប់ប្រកែចរចាណាចាបើសិនជាគាត់រកស៊ីតាក់ទងជាមួយនឹងការជួញចាការតំណែងតំណងនោះគឺល្អខ្លាំងមែនទែនចាហើយយើងមកពិនិត្យចាខ្សែបន្តទៅទៀតចាគឺចាត្រង់នេះណាចាខ្សែចេញអំពីខ្សែជីវិតចាបាញ់ទៅរកចាតួប្រហោះត្រង់ទៅដល់ចាចង្អុលដៃតែម្ដងចាត្រង់ហ្នឹងគឺគេហៅថាខ្សែជោគជ័យចាឬក៏ចាជាខ្សែដែលចាគេហៅថាតស៊ូមនុស្សដែលប្រកែតស៊ូហើយធ្វើការងារច្រើនតែទទួលបានភាពជោគជ័យយ៉ាងរហ័សចានេះគាត់មានថងលុយរបស់គាត់ទៀតណាចាថងលុយរបស់គាត់ធំគួរសមចាថងលុយរបស់គាត់នេះจึงជួយគាត់មិនចាខ្វះខាតរឿងលុយកាក់ទេអ្វីដែលសំខាន់ក្នុងការមើលបាតដៃយើងត្រូវតែចេះមើលចាគឺតួដៃរបស់គាត់តួដៃនីមួយៗនៅលើដៃរបស់គាត់ហ្នឹងចាគឺពេញលក្ខណៈល្អពណ៌ដៃរបស់គាត់ចាក៏សំខាន់ដូចគ្នាដែរគ្រាន់តែពណ៌ដៃនេះគឺសំខាន់ទៅលើតួរិស័យរបស់មនុស្សម្នាក់ៗទេសំខាន់យើងផ្ដោតទៅលើចាគឺចាតួដៃនឹងឯងតួដៃគាត់ភាគច្រើនគឺពេញលក្ខណៈទាំងអស់ចាដៃគាត់គឺមានតួស្អាតតែអញ្ចឹងហើយដែលធ្វើឲ្យគាត់ជួបបញ្ហាបែបណាក៏ដោយចាក៏គាត់ឆ្លងផុតទៅបានដែលធ្វើឲ្យដៃនេះទៅវ័យចាស់អត់ពិបាកទេណាចាដៃនេះវ័យចាស់គឺមានលុយកាក់ចាយវាមានទ្រព្យសម្បត្តិចាគឺអត់ខ្វះខាតអត់លំបាកនោះទេណាចា